ក្មេងដែលគាត់មកទីនេះគាត់ចែកទីគាត់មកទីនេះម៉ែឲ្យគេសង្ឃឹមថានឹងរកគ្រូបានព្រៀនកូនគេល្អអ្នកខ្លះកូនគាត់ក៏ដឹងថាកូនគាត់ខូចក៏ខ្លះកូនគាត់ខូចទេគាត់ចង់រកសាលាល្អឲ្យកូនគាត់ថែមអញ្ចឹងម្ដាយឪពុកពីរប្រភេទណាគាត់មានគោលបំណងដូចគ្នាទី1គាត់គិតថាទៅរៀនសាលា innovative នេះគ្រូគេនឹងជួយហាត់ពុតលុតដំកូនគាត់ឲ្យកាន់តែប៉ាកែនេះបើក្នុងករណីកូនគាត់ប៉ាកែស្រាប់ល្អស្រាប់នៅផ្ទះស្ដាប់បង្គាប់ស្រាប់នៅផ្ទះបើបានរៀន innovative ទៀតរឹតតែល្អព្រោះ innovative ថ្នាក់ដឹកនាំសិតតែទឹកសិតអ្នកប៊ូសិតតែអ្នកប៊ូមែនទេមានតាំងសមាធិផងអីណាណីចឹងទៅតែបើណាជាបានតែកូនគាត់រៀងចង្អេងចង្ងានៅផ្ទះលក់ឡាអត់ធ្វើការមើលទូរស័ព្ទគាត់យកកូនមកដាក់សាលា innovative នេះគាត់គិតថាប្រហែលជាទៅសាលាហ្នឹងគ្រូគេតឹងរឹងជួយពង្រឹងកូនគាត់បានល្អជាងគាត់នៅផ្ទះដោយសារគាត់រវល់ធ្វើការងាររវល់លក់ដូរធ្វើស្រែធ្វើចម្ការឃើញទេម្ដាយឪពុកដែលមានកូនពីរប្រភេទហ្នឹងគាត់មានអារម្មណ៍ដូចគ្នាគាត់ចង់ឲ្យកូនគាត់ល្អដូចគ្នាអញ្ចឹងយើងនៅពេលដែលកូនគេមកត្រូវធ្វើដូចគ្នាចង់ធ្វើម៉េចឲ្យកូនគេចឹងដូចនិយាយខាងដើមមិនកូនមានបញ្ហាកុំថាកូននឹងមានបញ្ហាត្រូវគិតថាខ្លួនយើងធ្វើអីហើយបានធ្វើអីហើយខ្វះអីកន្លែងណាខ្លះដែលធ្វើមិនបានល្អដែលនាំឲ្យក្មេងនឹងវាមានបញ្ហា